សួស្តីបងប្អូនទាំងអស់គ្នាហើយក៏ស្វាគមន៍សាជាថ្មីបងប្អូនទាំងអស់គ្នាមកកាន់វីដេអូបង្រៀនភាសាចិនដែលប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃនេះផងដែរយើងនិយាយអំពីផ្សិតប្រភេទផ្សិតหมอគូលីផ្សិតម្ជុលយើងប្រើពាក្យថាជីនចិនគូផ្សិតត្រចៀកកណ្ដោយើងប្រើពាក្យថាមូអផ្សិតផ្លូវមន់ស៊ីងប៉ោគូផ្សិតព្រិលយើងប្រើពាក្យថាសៀគូកន្លែងមួយនេះក៏ផ្សិតព្រិលដែរណាប៉ុន្តែជាប្រភេទទូចជាងតិចអញ្ចឹងយើងប្រើពាក្យផ្សិតព្រិលដូចគ្នាហើយប៉ុន្តែពាក្យចិនគឺប្រើពាក្យបាយអ៊ីគូនិយាយទៅពាក្យពីរហ្នឹងប្រើបានដូចគ្នាអ្នកទាំងអស់គ្នាចង់ប្រើមួយណាក៏បានដែរណាអត់អីទេផ្សិតសភីងគូផ្សិតក្រអូបសៀងគូអានេះផ្សិតក្អូបហ្នឹងយើងនិយាយផ្សិតក្អូបស្រស់បើផ្សិតក្រៀមគឺយើងនិយាយថាកានសៀងគូអាហ្នឹងយើងថែមពាក្យស្ងួតនៅពីមុខវិញហើយតកតងនឹងផ្សិតក៏យើងអាចហៅផ្សិតឈុតអញ្ចឹងយើងប្រើពាក្យដូចគ្រឿងសមុទ្រមិញយើងប្រើពាក្យhải鮮ភីងផានអញ្ចឹងពេលប្រភេទផ្សិតឈុតវិញយើងប្រើពាក្យหมอគូភីងផានឬក៏គូភីងផានចេះក៏បានដែរអញ្ចឹងក៏គេយល់ដែរពពុះសណ្ដែកស្រស់អញ្ចឹងយើងប្រើពាក្យថាហ្វូជូពពុះសណ្ដែកបំពងប្រទេសហ៎អញ្ចឹងគេប្រើពាក្យថាចាតូភីមីឧដុង្គឬក៏គេហៅថាមីដំឡូងបារាំងប៉ុន្តែបើហៅមីដំឡូងបារាំងអ្នកទាំងអស់គ្នាប្រហែលជាអត់សូវស្គាល់បើប្រើពាក្យថាមីឧដុង្គព្រោះវាសរសៃវាធំអញ្ចឹងសម្រាប់គ្នាខ្ញុំឬក៏កន្លែងធ្វើការរបស់ខ្ញុំគេហៅថាមីឧដុង្គណាអញ្ចឹងគេប្រើពាក្យថាធូតូហ្វិនសម្រាប់មីដលងនេះគឺមើលទៅដូចយឺហឺក្រៀមមកអញ្ចឹងអាហ្នឹងគេហៅខ្វាន់ហ្វិនតសៃវាស្វិតពេលដាក់នៅក្នុងទឹកស៊ុបទៅស្វិតខ្លាំងតែឆ្ងាញ់ហ្នឹងមីដំឡូងគេហៅខ្វាន់ហ្វិនមីកញ្ចប់មីទូទៅយើងអាចប្រើពាក្យថាហ្វាំងពៀនមានសម្រាប់មីសួរវិញគឺយើងប្រើពាក្យថាហ្វិនសឺអ្នកទាំងអស់គ្នាក៏ដូចខ្ញុំដែរអាចនឹងច្រឡំបន្តិចកាលមុនខ្ញុំអត់សូវចេះខ្ញុំហៅតាមីហ្នឹងបាយតាមពិតមែនទេតាមីហ្នឹងគឺអង្គគឺយើងប្រើពាក្យថាតាមីដល់ពេលទៅជាដាំឆ្អិនហើយបានគេហៅថាមីហ្វាន់ឬក៏បាយមីហ្វាន់បាយសតបមកគឺបាយឆាយើងប្រើពាក្យថាឆៅហ្វាន់អញ្ចឹងបើសិនជាយើងចង់ដាក់សាច់អីចូលយើងគ្រាន់តែដាក់ពាក្យនឹងនៅពីមុខណាដូចជាបាយឆាពងមាន់យើងដាក់ថាតាន់ឆៅហ្វាន់បាយឆាសាច់គោយើងដាក់ញៀវរោឆៅហ្វាន់ដល់ពេលបាយឆាគ្រឿងសមុទ្រhải鲜ឆៅហ្វាន់អញ្ចឹងយើងគ្រាន់តែយកពាក្យប្រភេទសាច់យកមកដាក់ចោលនៅពីមុខវិញអញ្ចឹងយើងអាចបានជាបាយឆាតាមប្រភេទសាច់នីមួយមីឆាក៏អញ្ចឹងដែរយើងដាក់ជា
ប្រភេទឈ្មោះសាច់នៅខាងមុខហើយមីឆាហ្នឹងនៅខាងក្រោយអញ្ចឹងបើឧទាហរណ៍ថាយើងចង់បានមីឆាសាច់គោអញ្ចឹងយើងដាក់牛肉炒面牛肉炒面អញ្ចឹងគឺមីឆាសាច់គោគឹមឈីអ្នកទាំងអស់គ្នាដែលចូលចិត្តញ៉ាំសាច់អាំងអីហ្នឹងគឺអាចរកគឹមឈីហើយប៉ុន្តែអត់ដឹងថាគឹមឈីហ្នឹងប្រើថាម៉េចឥឡូវនេះគឹមឈីគឺយើងប្រើពាក្យថាឡាបាយឆៃហើយមួយទៀតដែលអ្នកទាំងអស់គ្នាទៅហាងចិនណាឬក៏អ្នកដែលសវិសនៅហាងចិនភាគច្រើនអត់ចោលទេគឺនំប៉ាវជ្រលក់ទឹកដោះគោឬក៏គេយកទៅចំហុយឬក៏យកទៅបំពងអញ្ចឹងគេប្រើពាក្យថាម៉ានថោអញ្ចឹងសម្រាប់មេរៀនរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូមួយនេះហើយកុំភ្លេចចុច Subscribe ចុច Like Follow និង Share ដើម្បីចែករំលែកចំណេះដឹងទាំងអស់នេះដល់បងប្អូនជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាឲ្យចេះដូចគ្នាដែរអរគុណច្រើន